3 ចាស់ជំរាបសួរអស់លោកលោកស្រីប្រិយមិត្តជាទីគោរពស្រឡាញ់រាប់អានមេត្រីចាសូមជម្រាបថានេះគឺជាទស្សនវិជ្ជាបង្ហាញអំពីអ្នកម្ដាយដើម្បីលើការហាត់ប្រាណ6ហើយអ្នកដែលឲ្យបង្ហាត់គាត់នោះគឺថាមានពេលប្រាប់ដែរប៉ុន្តែមិនដែលបានហាត់ទេសុំទោសព្រោះរវល់ណាស់បានតាមផ្លែតនឹងធ្វើឲ្យគាត់បានមានចលនាតែប៉ុណ្្នឹងឯងតែចំពោះខ្លួនឯងអត់ដែលមានពេលហាត់ទេលោកព្រះអើយព្រោះអីហើយជំរាបថារវល់នឹងគឺមិនដឹងថារវល់ស្អីទេមួយថ្ងៃមិនដែលមានពេលហាត់ទេមកហើយសាច់ឈាមនឹងក៏វាទៅតាមនឹងតែសូមជំរាបថានេះគឺជាលើកទី1ដែលខ្ញុំមានអ្នកម្ដាយបំណងនឹងហាត់ប្រាណដើម្បីសម្រក់សាច់ជ្រួញជីកព្រោះថាអាការហាត់ប្រាណនេះសំខាន់ណាស់ហើយខ្ញុំសូមអស់លោកស្រីប្រិយមិត្តជាទីគោរពស្រឡាញ់រាប់អានមេត្រីធ្វើជាសាកសីណាចាប់ពីថ្ងៃនេះទៅនាងខ្ញុំនឹងយកនាំតាមគេឲ្យហាត់ប្រាណតើមានភាពបដូរផ្លាស់យ៉ាងណាតើស័ក្តិសិទ្ធយ៉ាងណាការហាត់ប្រាណនឹងហើយហាត់ប្រាណអ្នកម្ដាយខ្ញុំមិនមែនហាត់ឲ្យស្គមទេគឺហាត់ដើម្បីឲ្យគាត់មានកម្លាំង1 2 3រឹងមាំនឹងឲ្យមានមូលមកដូចថាឲ្យមានការកម្រើកខ្លួនប្រាណខ្លះមួយថ្ងៃគឺយើងអាចនៅមើលគាត់24ម៉ោងអង្គុយដាក់គាត់ឲ្យងើបទេម្ល៉េះហើយគាត់សម្រានតាមតែចិត្តគាត់រហូតអត់ងើបអង្គុយអីសោះសូម្បីតែចំណីបណ្ដមាត់អីហ្នឹងក៏ចំណីថ្ងៃហ្នឹងក៏គាត់សម្រានភាសាដែរថាទៅក៏អត់ព្រមងើបហ្មងហើយយើងម៉ាយបខំគាត់បានច្រើនពេកទេបានថាមួយថ្ងៃម្ដងដើម្បីហាត់នឹងឯងបានហើយម្ល៉េះហើយក្រៅតែពីបង្ហាញគាត់ហើយក៏យើងទៅធ្វើការងារដែលមិនបានហាត់ប្រាណហាត់អីទេគឺថាធ្វើការងារហើយដល់មកវិញយើងហត់យប់ក៏ញ៉ាំទៅឡើងទៅមើលទៅសាច់ឈាមហ្នឹងកុំមានមតិថាអើយគ្រូហាត់នឹងហើមជាងនិយាយជាងកូនសិស្សហ្នឹងថានឹងការពិតមកពីយើងហាត់ប្រាណសំខាន់ណាចាតែពីថ្ងៃនេះទៅខ្ញុំព្យាយាមហាត់ប្រាណដើម្បីឲ្យបង្ហាញជូនថាតើការហាត់ប្រាណនឹងមានឥទ្ធិពលយ៉ាងណាសូមអញ្ជើញតាមដានជាមួយនឹងវីដេអូយើងខ្ញុំថាតើនាងខ្ញុំនឹងមានភាពប្រែប្រួលយ៉ាងណានេះគឺជាថ្ងៃទី1ចាថ្ងៃទី1ដែលនេះខ្ញុំសម្រានពេកទេម៉ែសម្រានអត់តាំងចិត្តថានឹងហាត់ហើយខ្ញុំនឹងបង្ហាញជូនតើមានការប្រែប្រួលយ៉ាងណាសូមអញ្ជើញតាមដានជាមួយនឹង Channel សាន់សំនៀងយើងខ្ញុំចាហើយនឹង Facebook នាងខ្ញុំចាហើយបើថាចង់ដឹងថាតើនាងខ្ញុំមានភាពប្រែប្រួលយ៉ាងណាក្រោយពីហាត់ប្រាណសូមអញ្ជើញជួយ Subscribe Channel សាន់សំនៀងផងណាចាគឺថាបៃលិនភូមិសាន់សំនៀងចាសូមគោរពអោនកាយលើកដៃអង្វរសំពះសូមជួយ Subscribe Channel សាន់សំនៀងផងចាខ្ញុំមានបំណងប្រាថ្នាសុបិនចង់ធ្វើ YouTube នឹងហើយបើសិនជាខ្ញុំបានគ្រប់គោលការណ៍នាងខ្ញុំនឹងយកលុយទៅធ្វើទានចំពោះអ្នកដែលទុនខ្សោយជាងនាងខ្ញុំចានៅស្រុកយើងជាពាក្យពិតដែលចេញពីបេះដូងសូមព្រះធ្វើជាសាក្សីវត្ថុស័ក្តិសិទ្ធិទាំងឡាយថាហើយចង់ដឹងថាតើអ្នកណាបើសិនជាគេខ្ញុំគ្រប់គោលការណ៍ហើយខ្ញុំបានលុយចេញពី YouTube ពេលណាប៉ុន្មានខ្ញុំនឹងយកទៅធ្វើទានអ្នកដែលខ្សត់ខ្សោយមុនគេហើយតើអ្នកណាដែលមានសំណាងបានទទួលលុយដែលខ្ញុំធ្វើទានមុនគេបើចង់ដឹងថាតើ